bà xô chụp liệp xua bằng phôn tiếng khăn nông krab bểថ្ងៃនេះខ្ញុំរំលឹកអតីតកាលប្រវត្តិសាស្ត្របន្តិចតាក់ទងទៅនឹងហេតុផលហេតុអីបានជាខ្ញុំមកថតនៅទីនេះគឺស្ពានតាផាន់មិនឆ្ងាយពីស្ពានសែសិននិងក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យក្នុងចម្ងាយដីតែ7គីឡូទេមិនដល់ផងបាទ5-6គីឡូគឺនៅក្នុងទីក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យដែលជាអតីតខេត្តបាត់ដំបងហើយតំបន់នេះគឺស្ថិតនៅពាក់កណ្ដាលនៃក្រុងសេរីសុផាន់និងស្រុកមង្គលបុរីស្រុកកំណើតរបស់ខ្ញុំហើយនៅក្នុងឃុំសីក្រោកភូមិកព្រែកលពៅបាទផ្លូវទៅបត់ត្រង់ផ្លូវទៅមង្គលបុរីទៅពេទ្យជប៉ុននៅមង្គលបុរីហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺ33ឆ្នាំថ្ងៃទី15មករាឆ្នាំ1993និងថ្ងៃទី15មករាឆ្នាំ2026គឺ33ឆ្នាំដែលខ្ញុំបានរងគ្រោះក្នុងឧបទ្ទហេតុក្នុងបេសកកម្មនៃអង្គការសហវិជាជាតិទទួលបន្ទុកបណ្ដោះអាសន្ននៃអាជ្ញាធរអង្គការសហវិជាជាតិហៅកាត់ថាអ៊ុនតាក់ហ្នឹងគឺតំបន់នេះជាតំបន់ដែលខ្មែរក្រហមឆ្លងកាត់ពីស្រុកម៉ាឡៃពីតំបន់តាគង់តំបន់ផ្សេងគឺឆ្លងមកថ្នាក់ជាតិលេខ5ហ្នឹងគឺថាពេលនោះគឺខ្មែរក្រហមផ្ដាច់ខ្លួនមិនចូលរួមជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងខែឧសភាឆ្នាំ1993ទេចឹងហើយគឺថានៅតំបន់អសន្តិសុខមានការច្បាំងជាមួយនឹងកងទ័ពនៃរដ្ឋកម្ពុជាក៏ដូចជាកងទ័ពដែលពីអតីតអ្នកតស៊ូត្រីភាគីមានកងទ័ពតស៊ូអតីតចលនាលោកតាស៊ុនសានកងទ័ពសេះអនុនិយមក៏ដូចជាកងទ័ពកម្ពុជាជាបតៃខ្មែរក្រហមឯហ្នឹងគឺថាពួកខ្មែរក្រហមបានបាញ់ឡានពួកយើងខ្ញុំជាមន្ត្រីអង្គការសហប្រជាជាតិនៅស្ពានតាផាន់នេះគឺថាឡានបុកពីមុនមិនទាន់មានសំណង់ស្ពានអញ្ចឹងទេបាទមានតែស្ពានប្រកាន់ដៃថ្មធម្មតាគឺថាបុកតិចហើយខ្ញុំហក់ពីឡានមកទម្លាក់មកហ្នឹងគឺពួកខ្មែរក្រហមមកជ្រុំនឹងទៀតតែខ្ញុំលូនទៅខាងនោះដើម្បីដើរចេញទៅភូមិប្រៃអាស័យនៅព្រះវេលាវត្តព្រះវេលាដែលជាផ្ទះមាតារបស់មាម្ដាយខ្ញុំបង្កើតចឹងហើយពេលនោះហើយដែលអ៊ុនតាក់មកយកខ្ញុំដើម្បីព្យាបាលជាអីបញ្ជូនចេញទៅព្យាបាលនៅស្រុកអរញ្ញនៃប្រទេសថៃអីកាលពី33ឆ្នាំមុននេះគ្រាន់តែឲ្យដឹងថាពីជីវិតនៃការតស៊ូដើម្បីយើងទៅរកដល់គោលដៅក្នុងផែនការចក្ខុវិស័យបែបណាក្នុងបេសកកម្មយើងអញ្ចឹងយើងត្រូវតែមានការអត់ធ្មត់ការតស៊ូបែបអហិង្សាក្នុងការទាមទារនៅសេរីភាពមួយដែលមិនយកខ្មែរណាជាសត្រូវគឺយើងចង់ឃើញសន្តិភាពមួយដែលចេញពីសេរីភាពចេញពីយុត្តិធម៌សង្គ្រាមចប់សន្តិភាពក៏ពិតមែនប៉ុន្តែបើយើងគ្មានសេរីភាពយើងគ្មានយុត្តិធម៌ទេសន្តិភាពក៏ពិបាកក្នុងការធ្វើឲ្យយើងក្រៅពីការបែកបាក់ណាចឹងហើយយើងចង់បានការរួបរวมការសាមគ្គីបែបណាសម្រាប់នានាការនយោបាយនៃខ្មែរយើងមិនថាបកកណ្ដាលអំណាចមិនថាបកក្រៅរដ្ឋាភិបាលប៉ុន្តែការរួបរวมនេះគឺថាកុំឲ្យមានការឈឺចាប់កុំឲ្យបៀតបៀនកុំឲ្យមានអយុត្តិធម៌ឲ្យគ្នាយើងថយម្នាក់មួយជំហានហើយអ្នកណាដែលត្រូវការបង្រួមនៅក្នុងស្រុកហើយអ្នកណាដែលមិនអាចបង្រួមបានប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យមានការរួបរวมនេះគឺថាការរួបរวมនៃជាតិខ្មែរនៅក្នុងប្រទេសជាតិរបស់យើងនៅពេលដែលសត្រូវបរទេសកំពុងតែមើងងាយមើលថោកជាតិសាសន៍យើងគេចង់រំលោភបំពានទឹកដីយើងចឹងហើយយើងនៅក្នុងខ្មែរក្នុងស្រុកគ្រប់នានាការគឺថាយើងបង្ហាញការរួបរวมកុំឲ្យដាក់សម្ពាធទៅភាគីណាមួយក្រៅពីខ្មែរតែមួយឈាមជួរតែមួយយើងទាន់នៅមានប្រទេសជាតិគ្រប់គ្រងដោយខ្លួនយើងដោយខ្មែរបើយើងអស់ប្រទេសទៅយើងនៅតែបែកបាក់តើយើងមានប្រទេសនៅសម្រាប់ឯកភាពជាតិគ្នាទេណាយួនសត្រូវជាមួយអាមេរិកគេចងជាមិត្តភាពជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចនិងយោធាបានណាជប៉ុនសត្រូវជាមួយអាមេរិកនៅតែគេជាសម្ព័ន្ធមិត្តយោធានៅគេធ្វើសេដ្ឋកិច្ចជាមួយគ្នាបានចោះខ្មែរដូចគ្នាយើងពិបាកនិយាយក្នុងការទៅជែករកការរួបរวมឬក៏យ៉ាងណានេះគឺជាការដាក់សំណួររបស់ខ្ញុំមេឃសវណ្ណរាផ្សារជាប់ទៅនឹងអតីតកាលដែលខ្ញុំ33ឆ្នាំរងគ្រោះដោយសារពួកអតីតខ្មែរក្រហមកងទ័ពខ្មែរក្រហមមកបាញ់អង្គការសហប្រជាជាតិបាញ់ឡានហ្នឹងឲ្យខ្ញុំរងរបួសរហូតដល់ពេលនេះគឺថាយើងនៅមានភាពពិការនៅតាគៀកឆ្អឹងខ្នងឆ្អឹងអីប៉ុន្តែការទ្រាំការអត់ធ្មត់វាមិនខុសអំពីសេរីភាពយុត្តិធម៌យើងត្រូវតែតស៊ូងើបឡើងតាមបែបអហិង្សាដោះស្រាយដោយសន្តិវិធីតាមរយៈការបោះឆ្នោតមួយសេរីត្រឹមត្រូវយុត្តិធម៌អាចទទួលយកបាន5ឆ្នាំម្ដងហើយយើងធ្វើការជាមួយគ្នានៃការគិតអំពីស្ថាប័នជាតិក្រោយពីការបោះឆ្នោត5ឆ្នាំម្ដងគឺយើងកុំយកនានាការបក
ពួកអភិបអយុត្តិធម៌ពុករលួយហ្នឹងធំជាងស្ថាប័នជាតិជ្រងស្ថាប័នជាតិណាគឺសេដ្ឋកិច្ចខ្លាំងទំនើបកម្មយោធាល្អប្រសើររឹងមាំខ្លាំងក្លាទប់ស្កាត់ណាការពារនៅអធិបតេយ្យភាពបូរណភាពទឹកដីហើយខ្មែររួបរวมគឺខ្មែរខ្លាំងយើងត្រូវយកប្រទេសដែលគេខ្លាំងទូចខ្លាំងយកមកប្រៀបធៀបប្រទេសយើងមើលសិង្ហបុរីនៅតំបន់អាស៊ីអាគ្នេយ៍យើងមើលអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ាយើងមើលជប៉ុនកាត់រងគ្រោះបែបណាទីបំផុតកាត់សងគេនៅក្នុងសង្គ្រាមអាណានិគមហើយកសាងប្រទេសខ្លួនឯងហើយជួយផ្នែកមនុស្សធម៌ដើម្បីសន្តិសុខមនុស្សជាតិនៅលើពិភពលោកទៅទៀតបាទខ្ញុំមានតែប៉ុណ្ណឹងដើម្បីការឆ្លុះបញ្ចាំងនៃដំណើរជីវិតឆ្ពោះទៅរកសេរីភាពយុត្តិធម៌សន្តិភាពបាទ